ក្រសួងផែនការសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ2024-2030ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍខេត្តមណ្ឌលគិរីអាដាមបណ្ឌិតពេជ្រប៊ុនណារដ្ឋលេខាធិការក្រសួងផែនការនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ2024-2030ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍរួមទាំងអាដាមអ៊ុំខូនសមាជិកក្រុមប្រឹក្សាខេត្តលោកហ៊ានប៊ុនណាអភិបាលខេត្តស្ដីទីនិងតំណាងមន្ទីរវិស័យមកពីខេត្តមណ្ឌលគិរីខេត្តក្រចេះខេត្តស្ទឹងត្រែងដែលប្រព្រឹត្តទៅនៅសាលប្រជុំសន្តាគារពេជ្រជាដាក្រុងសែនមនោរម្យនាព្រឹកថ្ងៃទី18ខែមីនាឆ្នាំ2025អាដាមបណ្ឌិតពេជ្រប៊ុនណារដ្ឋលេខាធិការក្រសួងផែនការមានប្រសាសន៍ថាការរៀបចំសិក្ខាសាលានេះក្នុងគោលបំណង1ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មហាជននិងតួអង្គពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិអំពីបញ្ហាប្រជាជននិងអភិវឌ្ឍនិងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា2024-2030ដើម្បីជាមូលដ្ឋានក្នុងការគិតគូរដល់ការរៀបចំសកម្មភាពសមស្របនៅថ្នាក់ក្រោមជាតិដើម្បីចូលរួមសម្រេចបាននូវការបដិញ្ញាចិត្តរបស់កម្ពុជានៅក្នុងសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍ2ពង្រឹងកិច្ចសហការរវាងគណៈកម្មាធិការពិសេសតាមដានការអនុវត្តសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍនិងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍរាជធានីខេត្តនិង3គាំទ្រនិងពង្រឹងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍរាជធានីខេត្តក្នុងការតាមដាននិងពន្លឿនការអនុវត្តសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍអាដាមបន្ថែមថាតាមរយៈការដាក់ចេញនិងអនុវត្តជាបន្តបន្ទាប់នៅយុទ្ធសាស្ត្រចតុកោណនិងយុទ្ធសាស្ត្របញ្ចកោណនិងគោលនយោបាយអភិវឌ្ឍតាមវិស័យជាច្រើនក្នុងនោះមានការកាត់បន្ថយមរណភាពមាតានិងទារកការមានផែនការគ្រួសារនិងសុខភាពបន្តពូជការមានសេវាសុខភាពជាសកលការលើកកម្ពស់ Gender និងការកាត់បន្ថយអំពើហិង្សាផ្អែកលើ Gender លក្ខនិងលក្ខលោកហ៊ានប៊ុនណាអភិបាលខេត្តស្ដីទីបានឲ្យដឹងថាសិក្ខាសាលាពេលនេះពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយស្របតាមក្របខ័ណ្ឌអភិវឌ្ឍរបស់កម្ពុជាសម្រាប់គ្រប់ក្រសួងស្ថាប័ននិងតួអង្គពាក់ព័ន្ធដើម្បីពន្លឿនការអនុវត្តកម្មវិធីសកម្មភាពនិងសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍដោយឈរលើគោលការណ៍គោរពសិទ្ធិនិងជំរឿនរបស់បុគ្គលជាពិសេសស្ត្រីនិងយុវវ័យចំពោះសុខភាពបន្តពូជនិងសុខភាពផ្លូវភេទនិងការលុបបំបាត់អំពើហិង្សានិងការរើសអើងប្រឆាំងនឹងស្ត្រីនិងក្មេងស្រី